តើបងប្អូនមានដែរដឹងអត់នៅក្នុងសាសនាអ៊ីស្លាមរាល់សាសនាអ៊ីស្លាមទាំងអស់មានថាការខ្ចីការសងការបង់រំលោះក៏ដូចជាការសន្សំឬក៏ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗគឺគេមិនតម្រូវឲ្យមានការប្រាក់នោះឡើយហើយអ្វីពីព្រោះបងប្អូនសាសនាអ៊ីស្លាមទាំងអស់តែងតែសម្គាល់ថាពាក្យរីបាដែលត្រូវបានចែងនៅក្នុងគម្ពីរអល់កុរអានដែលមិនតម្រូវឲ្យបងប្អូនសាសនាអ៊ីស្លាមទាំងអស់ទទួលក៏ដូចជាផ្ដល់តាក់ទងជាមួយនឹងរីបាដែលមិនថាទៅលើប្រាក់ដើមរបស់បងប្អូននោះទេពីព្រោះដោយសារតែឧទាហរណ៍ជាក់ស្ដែងគឺអ្នកមានគឺកាន់តែមានអ្នកក្រគឺកាន់តែក្រនេះគឺជាចំណុចដែលភាពមិនស្មើគ្នាដែលយើងសង្កេតឃើញដោយសារតែបញ្ហាក៏ដូចជាយើងសង្កេតឃើញថាបច្ចុប្បន្ននេះបញ្ហារបស់បងប្អូនសាសនាអ៊ីស្លាមនៅកម្ពុជារបស់យើងកំពុងមានការជួបប្រទះដូច្នេះហើយក្រុមហ៊ុន Burgan ដែលជាក្រុមហ៊ុនដែលផ្ដល់ជំរឿនសម្រាប់បងប្អូនដែលចង់បានក៏ដូចជាបង់រំលោះតាក់ទងជាមួយនឹងគ្រឿងអេឡិចត្រូនិកទូរស័ព្ទដៃម៉ូតូក៏ដូចជាសម្ភារៈផ្ទះបាយមួយចំនួនបងប្អូនអាចធ្វើការបង់រំលោះដោយគ្មានការប្រាក់ដែលការបង់រំលោះនេះមិនថាការបង់ផ្ដាច់ឬក៏ជាប្រចាំខែនោះទេហើយលក្ខខណ្ឌគឺងាយៗខ្លះមែនទែនបងប្អូនគ្រាន់តែបំពេញព័ត៌មានមួយចំនួនក៏ដូចជាមិនតម្រូវឲ្យមានការតម្កល់នៅឯកសារដើមតែរក្សាឯកជនភាពរបស់បងប្អូនហើយជាពិសេសទៀតនោះគឺមិនមានការចាក់ iCloud នៅក្នុងទូរស័ព្ទដៃឬក៏ប្រព័ន្ធអេឡិចត្រូនិក computer មួយចំនួននោះទេនេះគឺផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនស្ត្រីអ៊ីស្លាមរបស់យើងផងដែរហើយមួយវិញទៀតបងប្អូននៅពេលដែលបងប្អូនចង់ប្រកបអាជីវកម្មមិនថាបងប្អូនមូស្លីមឬក៏មិនមែនមូស្លីមអាចធ្វើប្រតិបត្តិការទៅលើប្រព័ន្ធដែលគ្មានការប្រាក់នេះបានដែរបើសិនជាបងប្អូនចង់មានចម្ងល់ក៏ដូចជាព័ត៌មានបន្ថែមទាក់ទងជាមួយនឹងបញ្ហានេះក៏ដូចជាចង់ដឹងបន្ថែមទៀតបងប្អូនអាចឆាតទៅក្នុង page ដែលនេះខ្ញុំដាក់នៅខាងក្រោមនេះក៏ដូចជាលេខទូរស័ព្ទរបស់ក្រុមការងារផ្ទាល់ផងដែរជួបគ្នានៅវីដេអូក្រោយ